ជំរាបសួរមីងចាក្មួយថ្ងៃនេះអត់ទៅរៀនសាស្ត្រទេអីអូថ្ងៃនេះខ្ញុំបរៀនថ្ងៃមីងជើញក៏លេងទៅនេះមីងចាអរគុណហើយក្មួយសៃឡាថ្ងៃនេះមីងមកជួបក្មួយដើម្បីពិភាក្សារឿងមួយមានការអីមីងនីកាមានគេចូលចែកចៅហើយគេនោះជាដុកទ័រគេស្គាល់នីកាដោយសារនីកាគេជូនមីងទៅពេទ្យអញ្ចឹងហើយបានជាមីងមកសួរក្មួយតើក្មួយគិតយ៉ាងម៉េចដែរព្រោះមីងដឹងថាក្មួយធ្លាប់តំណែងជាមួយនឹងសៃកាអត់អីទេមីងសៃកាបានដុកទ័រល្អហើយណាមួយបានជួយមើលថែមីងផងអញ្ចឹងមីងលាទៅវិញណាក្មួយមីងជំរាបលាមីងលើកទី1ដែលរំភើបដល់ហូរទឹកភ្នែកដើរចូលបន្ទប់ទឹកស្រែកសួរថាថ្ងៃស្អែកខ្ញុំរស់ដល់ទេតោះទួលមិនបានឬកលយានសូមបែងចប់ស្នេហ៍អូនថាអូនមិនចង់ដែរតែពុកម៉ែអូនអ្នករៀបចំក្តីស្រឡាញ់បងត្របាញ់ឡើងស្អិតរមួតតទៅនេះបេះដូងថ្លើមសួតអូនលែងឲ្យជ្រួតលែងឲ្យលាយលំពីចាក់បនចិត្តបងអស់សិនត្រឹមគ្រូបាក់ធំចង់សោចក៏សោចមិនសមធ្ងន់ដូចទូលភ្នំស្មុកពេញខួរក្បាលគ្រូបាក់ធំឈរយំចានតែដុកទ័រម៉ែអូនឲ្យប្រៀបធៀបមើលបើជាបងគួរជ្រើសមួយណាបងគ្មានចម្លើយមនុស្សអស់ធំហើយចេញយល់សាច់តាក៏គ្មានសិទ្ធិរីតវ៉ាមើលទៅជីវ៉ាបងមកម៉ែទីមកបងម៉ែសុខខ្លួនទេចាម៉ែបងតូចចិត្តព្រំលិខិតកុំដករួចឆាយលួងខ្លួនឯងចាំជាតិក្រោយចាំយកត្រានត្រើយមកថ្នាក់ធ្នមថាជាតិនេះមានកម្មស្រឡាញ់រាប់ឆ្នាំមិនបាននៅក្បែរក៏មិនគុំគូនមេស្នេហ៍ព្រោះបងដឹងដែរដុកទ័រលុយច្រើនមីងចង់ប្រាប់ក្មួយថាបើក្មួយជានីកាវិញរវាងដុកទ័របញ្ញានិងក្មួយតើក្មួយជ្រើសរើសយកមួយណាក្មួយប្រកាសជាយល់មើលបើជាបងគួរជ្រើសមួយណាបងគ្មានចម្លើយមនុស្សអស់ធំហើយចេញយល់សាច់តាក៏គ្មានសិទ្ធិរីតវ៉ាមើលទៅជីវ៉ាក៏ពេញចិត្តគេមិនតូចចិត្តព្រំលិខិតកុំដករួចឆាយលួងខ្លួនឯងចាំជាតិក្រោយចាំយកត្រានត្រើយមកថ្នាក់ធ្នមថាជាតិនេះមានកម្មស្រឡាញ់រាប់ឆ្នាំមិនបាននៅក្បែរក៏មិនគុំគួនជាស្នេហ៍ព្រោះបងដឹងដែរដុកទ័រលុយច្រើនក៏មិនគុំគួនមានស្នេហ៍ព្រោះបងដឹងដែរ